ខ្ញុំអានរិស័យប្រចាំថ្ងៃទី27ខែ10ឆ្នាំ2025ថ្ងៃនេះម្សាញ់មកជាមួយនឹងដីដកហៅថាថ្ងៃពុះដីចំពោះអ្នកដែលហេងទី1គឺមានធាតុត្រូវការជាធាតុដីទី2មានធាតុត្រូវការជាធាតុភ្លើងម្លែកឆ្នាំដែលល្អនៅក្នុងថ្ងៃទី27ខែ10ឆ្នាំ2025នេះគឺមានឆ្នាំវកឆ្នាំរកានិងឆ្នាំឆ្លូវហើយឆ្នាំទាំង3នេះប្រសិនបើត្រូវជាមួយនឹងធាតុដីឬក៏ត្រូវជាមួយនឹងធាតុភ្លើងគឺហេងខ្លាំងនៅក្នុងថ្ងៃទី27នេះឆ្នាំឆុងនោះឆ្នាំកុលកើតនៅក្នុងឆ្នាំ1983និងឆុងនិយាយដើមឲ្យទោសគឺឆ្នាំខាលដែលជាគូស្នេហ៍របស់ឆ្នាំកុលបាទខ្ញុំសូមបញ្ចប់ការអានរិស័យថ្ងៃទី27ខែ10ឆ្នាំ2025តែត្រឹមនេះសិនសូមអរគុណ